បាទសួស្តីប្រិយមិត្តវត្តឡងមកជួបជាមួយនឹងខ្ញុំបាទម្ដងទៀតខ្ញុំសវែន PM បាទហើយថ្ងៃនេះដែរគឺយើងមានសាច់រឿងថ្មីមួយមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាអញ្ចឹងណាបាទហើយសាច់រឿងនេះដែរគឺលពូម្នាក់ដែលគាត់ចូលចិត្តសងព្រេងគាត់ចូលចិត្តដូចជាដើរបោះតង់ឬមួយក៏ចុះ trip ទៅស្ទូចត្រីអញ្ចឹងទៅហើយថ្ងៃនេះដែរគឺគាត់បានចែកចម្លែកសាច់រឿងមកកាន់កម្មវិធីរបស់យើងមួយមកសម្រាប់ចែកជូនទៅដល់បងប្អូនទាំងអស់គ្នាក៏ដូចជាប្រិយមិត្តដើម្បីបានស្ដាប់ក៏ដូចជាទស្សនាអញ្ចឹងណាបាទហើយរឿងនេះដែរគឺបងប្អូនស្ដាប់ហើយពិចារណាតាមការគួរខ្លួនឯងអញ្ចឹងណាបងប្អូនបាទគឺគាត់ហ្នឹងគឺជាអ្នកមួយដែលចូលចិត្តបែបគេថាសេរីភាពណាបាទហើយគាត់ហ្នឹងក៏ជាអ្នកខេត្តត្បូងឃ្មុំអញ្ចឹងណាបងប្អូនបាទហើយគាត់ចូលចិត្តដើរស្ទូចត្រីដើរអីចឹងណាតែពីកន្លងមកហ្នឹងគាត់មិនមែនតាមដើរចូលចិត្តដើរតែម្នាក់ឯងទេគាត់មានគ្នាមានធីមមានអីអញ្ចឹងណាបងប្អូនបាទគឺ4 5នាក់អីចឹងទៅដែលគាត់ភាគច្រើនគាត់ចាញ់អញ្ចឹងណាបាទតែមកដល់ថ្ងៃមួយហ្នឹងដែរគឺគាត់ហ្នឹងក៏ទៅតែម្នាក់ឯងដោយសារតែមិត្តភ័ក្តិឬក៏ដូចជាអ្នកដែលធ្លាប់ទៅជាមួយគាត់ហ្នឹងគឺជាប់រវល់មានការងារសំខាន់នេះអស់ចឹងទៅហើយដល់ពេលគាត់ទៅម្នាក់ឯងចឹងទៅក៏ទៅរៀងឆ្ងាយពីរដងចឹងណាបាទដោយសារតែឮពីមាត់មួយទៅមាត់មួយថានៅកន្លែងនេះនៅស្ទឹងនេះអញ្ចឹងទៅមានគេហៅត្រីច្រើនត្រីអញ្ចឹងណាបាទកម្រមានអ្នកដែលស្ទូចអ្នកអីដើរទៅដល់អញ្ចឹងទៅគាត់ក៏សម្រេចចិត្តជិះម៉ូតូទៅម្នាក់ឯងបាទគាត់ចេញពីម៉ោង7ព្រឹកដែរហើយក៏គាត់នឹងបានទៅដល់នឹងដូចជាម៉ោងមុន10ថ្ងៃអញ្ចឹងណាបងប្អូនបាទហើយគាត់ក៏សម្រាហូបបាយហូបទឹកអីចឹងទៅគាត់គឺថាខ្ចប់បាយខ្ចប់អីតាមដែរចឹងណាបាទគាត់អត់ទាន់ចុះស្ទូចភ្លាមទេបងប្អូនបាទដល់រហូតគាត់សម្រាហូបបាយហូបអីរហូតដល់ដូចជាម៉ោងចូល2:10បងប្អូនបាទគឺកណ្ដាលថ្ងៃត្រង់តែម្ដងបងប្អូនគឺគាត់ហ្នឹងបានទៅអង្គុយស្ទូចត្រីនៅក្រោមដើមឈើមួយគឺនៅមាត់ទឹកចឹងណាបងប្អូនបាទហើយមាត់ទឹកនឹងដែរទេសសោតគឺមិនមែនជាប្រភេទតែទន្លេមិនមែនជាប្រភេទស្ទឹងប្រភេទអីបងប្អូនបាទគឺជាប្រភេទបឹងហើយបងប្អូនប្រកាសជាឆ្ងល់ដែរថាបឹងហ្នឹងជាប្រភេទម៉េចបាទហើយបឹងដូចជាបឹងបើសិនជាបងប្អូនអត់ដឹងទេបាទចាំ admin សម្រាយឲ្យយល់បឹងគឺមានកំប្លោកគឺមានព្រៃមានអីអញ្ចឹងណាបងប្អូនបាទអត់ដូចស្ទឹងឬមួយក៏អត់ដូចទន្លេដែលវាលហលហេវទេបាទហើយជាប្រភេទបឹងគឺពីច្រើនមានព្រៃមានដូចជាដើមគេហៅដើមជ្រៃដើមអីបងប្អូនបាទគឺភាគច្រើនគឺ90ទៅ95%ឯងគឺឲ្យតែប្រភេទបឹងគឺមានដើមជ្រៃដើមអីធំដុកសាខាអីជុំវិញមាត់ទឹកហ្នឹងទៅបាទតែគាត់ក៏នៅឃើញកន្លែងហ្នឹងត្រជាក់ហើយណាមួយម៉ោង2:10ក៏ថ្ងៃក្តៅដែរបងប្អូនបាទគាត់ហ្នឹងក៏បានទៅអង្គុយនៅក្រោមដើមជ្រៃយ៉ាងធំនឹងមួយអញ្ចឹងណាបាទហើយដល់ពេលគាត់អង្គុយទៅក៏គាត់ដាក់បបក់បិណ្ឌនុយបិទអីបបក់អញ្ចឹងទៅហើយបបក់ទៀតសោតគឺអត់ដូចគេដើរបបក់ត្រីទេគឺគាត់ដាក់ស្ទូចដូចដោតចោលអញ្ចឹងណាបងប្អូនបាទកែល admin នៅក្មេងៗបាទគឺចូលចិត្តណាស់ដាក់ដូចជាប្រភេទបកាយដាក់អីអញ្ចឹងណាដូចស្ទូចអីអញ្ចឹងទៅគេអង្គុយដាក់តម្លាក់ចោលទៅទឹកអញ្ចឹងទៅបាទគឺគាត់ធ្វើបែបហ្នឹងបាទនិយាយទៅដល់ទៅពេលដែលគាត់ធ្វើបែបហ្នឹងដូចជាបាន10នាទីទៅ20នាទីបាទគឺអត់មានត្រីហ្នឹងមកស៊ីទេហើយគាត់ក៏ចេះតែឆ្ងល់ហើយបានថ្ងៃហ្នឹងវាស្ងាត់ចម្លែកបងប្អូនស្ងាត់មែនទេស្ងាត់ដល់ថ្នាក់គាត់ឆ្ងល់អញ្ចឹងណាហើយអីម៉ោង2:10សោះឆ្ងាត់ហើយក្តៅក៏ក្តៅតែបែរជាស្ងាត់ឈឹងសំបីតាខ្យល់មកវូក៏អត់មានទេបងប្អូនបាទហើយគាត់ក៏ឆ្ងល់ដែរប៉ុន្តែគាត់បានចាក់អារម្មណ៍ឯដោយសារតែគាត់ក៏ជាមនុស្សដែលដើរផ្សងព្រេងអញ្ចឹងគាត់អត់សូវខ្លាចអត់សូវភ័យសូវព្រួយអញ្ចឹងណាគាត់មិនបានគិតអីវែងឆ្ងាយដូចយើងមួយចំនួនអ្នកដែលខ្លាចទេបាទដល់បន្ទាប់មកទៀតក៏មានត្រីមួយមកស៊ីមកគាត់ទាញក៏គាត់ថាប្រហែលជាត្រីធំគឺទាញខ្លាំងបាទដល់ពេលទាញខ្លាំងទៅគាត់ហ្នឹងក៏សប្បាយចិត្តដែរបងប្អូនសប្បាយចិត្តទៅចាប់ដងសទូចទាញមកទាញអត់បានបងប្អូនទាញមិនក៏ទាញអត់បានទាញទៅទាញមកដូចយើងទាញព្រាត់ចឹងបងប្អូនទាញទៅតែងចឹងទៅបាទហើយគាត់និយាយថាពេលហ្នឹងគឺពេលហ្នឹងទៅគឺចាប់ផ្ដើមមានខ្យល់បងប្អូនបាទគឺមានខ្យល់ដើមជ្រេងគឺចាប់ផ្ដើមមានខ្យល់តែគាត់ក៏អត់នេះគាត់កំពុងសប្បាយចិត្តដោយសារមានត្រីទាញហើយដល់ពេលហ្នឹងដែរគឺគាត់ហ្នឹងក៏
ទាញជាមួយនឹងត្រីនឹងតែគាត់គិតថាត្រីអញ្ចឹងណាបងប្អូនបាទទាញទៅទាញមកទាញទៅទាញមកបាទគាត់ដាច់មាត់គាត់ដាច់មាត់មកស្ទុះទៅក៏ខ្យល់លន់ហូមកសានទៅគឺស្ងាត់ហើយគាត់ដល់ពេលគាត់មកលើកស្ទុះគាត់មកគឺបាត់ខ្លាយបងបាទគឺបាត់ខ្លាយដល់ពេលអញ្ចឹងគាត់ចាប់ដើមឆ្ងល់ត្រីនឹងធំប៉ុណ្ណាហើយត្រីអីបាទដល់ថ្នាក់ខំដាច់ខ្លាយស្ទុះគាត់អញ្ចឹងណាបាទគាត់ក៏ដាក់ស្ទុះថ្មីទៅទៀតបាទដាក់ស្ទុះថ្មីដាក់បិទនុយធម្មតាគាត់នឹងថាថ្ងៃហ្នឹងយកត្រីនឹងឲ្យបានបាទគាត់ក៏ដាក់ទៅទៀតបងប្អូនគាត់ក៏ដាក់ទៅទៀតដាក់ទៅគឺមកស្ទុះដូចគ្នាទាញអញ្ចឹងដូចគ្នាទៀតបងប្អូនទាញសារហ្នឹងគឺទាញចង់ខ្លាំងជាងសារមុនទៀតទាញគាត់ក៏ចាប់ដើមឆ្ងល់បងប្អូនបាទទាញវាខុសពីត្រីបងប្អូនបាទខុសពីត្រីដែលគាត់ធ្លាប់បបក់ឬមួយក៏ធ្លាប់វល់ដងអញ្ចឹងទៅបងប្អូនបាទដល់ពេលគាត់ទាញចេះតែទាញទៅទាញមកបងប្អូនបាទសម្រាប់អេដមីននិយាយក៏ព្រឺសវល់គឺផុសមកតែម្ដងបងប្អូនបាទទាញទៅផុសបងប្អូនសម័យបងប្អូនគាត់ចិត្តចង់ដឹងទៅបាទគឺក្បាលសពីងសពងបងប្អូនបាទគឺជាព្រាយគឺជាជើងកបអញ្ចឹងណាបងប្អូនបាទគេហៅជើងកបទឹកបងប្អូនបាទពេលនោះដែរគឺគាត់ភ័យស្លុតខ្លាំងមែនទែនបងប្អូនបាទគឺគាត់ស្រែកលុះលឹងតែបងប្អូនអ្វីនៅកន្លែងនោះគឺគាត់ចោលទាំងអស់គាត់អត់មានយកអត់មានអីទេបាទគឺគាត់រត់មកតែខ្លួនស្រែកឡើងណានៃបងប្អូនបាទហើយក៏គាត់គិតថានេះជាលើកទី1ហើយក៏ពីមុនដែលគាត់អត់ដែលជួបមកបងប្អូនបាទហើយដល់ពេលអញ្ចឹងក៏គាត់គិតថាវាដូចជាអសពបន្តិចវាដូចជាមែនតែនបន្តិចអញ្ចឹងណាដោយសារតែគាត់អត់ដែលជួបហើយក៏គាត់អត់ដែលគិតថាវាមានរឿងអញ្ចឹងកើតឡើងបងប្អូនហើយក៏ភ័យខ្យល់វានឹងក៏ខ្យល់ឡើងបងប្អូនខ្យល់គឺនៅតែដើមជ្រៃនឹងឯងបាទហើយក៏គាត់ភ័យខ្លាំងមែនទែនបងប្អូនហើយក៏គាត់រត់ត្រឡប់មកភូមិគាត់រត់មកដល់មានភូមិគេមួយអញ្ចឹងទៅបាទហើយក៏បាននិយាយរៀបរាប់រឿងរ៉ាវទាំងអស់ទៅឲ្យគេបាទហើយគាត់ក៏គេក៏បានប្រាប់គាត់ថានៅកន្លែងហ្នឹងចឹងហើយព្រោះកន្លែងហ្នឹងគឺអត់សូវមានអ្នកណាដែលហ៊ានចូលទេកន្លែងក្រោមដើមជ្រៃហ្នឹងអញ្ចឹងណាបាទដោយសារតែដើមជ្រៃហ្នឹងមានគេហៅរបស់កាន់បាទគឺមានអ្នកនៅបាទភាសាឲ្យសាប់ឲ្យឆាប់យល់គឺមានអ្នកនៅបងប្អូនបាទអញ្ចឹងទៅគឺគាត់មានបញ្ហាដល់ពេលអញ្ចឹងទៅដោយសារតែគាត់ទៅនោះគឺអត់បានសុំអត់បានអីគេទេបាទដោយសារគាត់អត់ដឹងពេលហូបបាយក៏គាត់អត់បានដាក់បានអីឲ្យគេបាទដូចជាសែនក៏ដូចជាអីអញ្ចឹងណាបាទគឺគាត់អត់ដឹងដោយសារតែគាត់គិតថាវាធម្មតាបើគាត់ដើរច្រើនដែរវាដែលមានជួបប្រទេសដែរជួបបញ្ហាអញ្ចឹងណាបាទហើយក៏តាំងពីនោះមករហូតបាទគឺគាត់ស្បត់គាត់ថាគាត់លែងស្ទូចត្រីគាត់លែងដើរទៅណាទាំងអស់ឲ្យតែពាក្យថាដើរទៅកន្លែងផ្សងព្រេងហើយគឺគាត់លែងទៅព្រោះវាជាក់ស្ដែងពេកធ្វើឲ្យគាត់ហ្នឹងតក់ស្លុតខ្លាំងមែនទែនបងប្អូនបាទហើយក៏គាត់ចែកម្លែកមកកាន់យើងបានតែប៉ុណ្្នឹងទៅបងប្អូនបាទហើយក៏គាត់បានឈប់បានអីដើរស៊ូត្រីស៊ូអីទាំងអស់ទាំងនោះបាទហើយជាចុងក្រោយគឺខ្ញុំសូមអរគុណមែនទែនបាទបងប្អូនកុំភ្លេចជួយចុច like និងជាវម្នាក់មួយបងប្អូនបាទដើម្បីទទួលបានសាច់រឿងថ្មីៗក៏ដូចជារឿងនិទានបែបព្រឺព្រួចបាទបែបឬត្រេនធុនអីចឹងណាបាទភ្លេចជួយចុច like នៅ channel 7PM ទាំងអស់គ្នាបាទសូមអរគុណនិងសូមគោរពលា